ប្រមូលគ្នាមកសិក្សារៀនសូត្រហ្នឹងអ្នកដែលសិក្សារៀនសូត្រហ្នឹងគឺតែងសម្គាល់ពាក្យអ្នកបង្រៀនហ្នឹងថាគួរជឿគួរស្ដាប់ហ្នឹងណាគ្រូពេទ្យជាដើមអញ្ចឹងទៅណាដូច្នេះយើងត្រូវញ៉ាំងជន់ទាំងអស់ហ្នឹងឯងគឺឲ្យសមាទានឲ្យសែបគប់ឲ្យស្ថិតនៅក្នុងការចម្រើនសតិប្បដ្ឋាន4ទៀតនឹងយើងឲ្យលោកតរៈសម្បត្តិឲ្យផ្លូវទៅកាន់ព្រះនិព្វានទៀតនេះឯងដែលជាអ្នកអនុគ្រោះដោយប្រយោជន៍នឹងឲ្យអ្នកដែលសម្គាល់នៅពាក្យយើងថាគួរជឿគួរស្ដាប់នឹងបានផ្លូវបានបដិបទាទៅកាន់ព្រះនិព្វានទៀតសាធុទៀតសូមគោរពអរគុណហើយយើងនឹងបន្តទៅទៀតតកតងទៅនឹងគ្រប់ក្រុមស្វ័យសិក្សាទាំងអស់ណានៅក្នុងការកំណត់ម៉ោងជួបជុំគ្នាអីហ្នឹងក៏តាមការព្រមព្រៀងគ្នាទៅតែត្រូវធានានៅក្នុងក្រុមរបស់ខ្លួនហ្នឹងគឺត្រូវចាំគ្រប់មេរៀនដែលបានរៀនហើយណាហើយបើសិនជានៅក្នុងក្រុមហ្នឹងមានអ្នកអត់ចាំទេណា3នាក់ហ្នឹងគឺត្រូវទទួលពីនៃជំនួសកូនក្រុមដែលអ្នកអត់ចាំហ្នឹងណាអញ្ចឹងយើងត្រូវធ្វើយ៉ាងម៉េចណាគឺឲ្យអ្នកនៅក្នុងក្រុមរបស់ខ្លួនហ្នឹងចងចាំទាំងអស់ហ្នឹងហើយបើនៅក្នុងក្រុមរបស់ខ្លួនហ្នឹងអត់ចាំទេគ្រូប្រតិបត្តិ3រូបហ្នឹងទទួលពីនៃជំនួសណាអញ្ចឹងមានន័យថានៅក្នុងក្រុមយើងហ្នឹងបើសិនជាយើងអត់ចាំកូនក្រុមហ្នឹងអត់ចាំទេអញ្ចឹងមេក្រុមយើង3នាក់ហ្នឹងទទួលពីនៃជំនួសយើងហើយហ្នឹងតើយើងប្រឹងឬក៏យើងទុកឲ្យអ្នកគ្រូលោកគ្រូទាំង3រូបហ្នឹងទទួលពីនៃជំនួសយើងអញ្ចឹងទេណាហ្នឹងហើយគិតមើលខ្លួនឯងទៅហ្នឹងអញ្ចឹងនៅក្នុងការសិក្សានេះទាំងយើងសិក្សាព្យាយាមរៀនសូត្រហើយយើងនឹងប្រព្រឹត្តទៅទាំងការប្រតិបត្តិហើយនឹងមានឱកាសដើម្បីមកជួបជុំគ្នាអ្នកនៅភាគខាងកើតនឹងអាចមកជួបជុំគ្នានៅខាងបាត់ដំបងហើយនៅភាគខាងលិចដើម្បីកុំឲ្យយើងចំណាយច្រើនប្រហែលជាត្រូវជួបជុំគ្នានៅការិយាល័យកដាលនៅភ្នំពេញចាំមើលខ្ញុំកណានឹងពិគ្រោះជាមួយអនុគណៈកម្មការដើម្បីយើងគិតរឿងហ្នឹងណាព្រោះឥឡូវការរោគអីហ្នឹងលំបាកមិនចង់ឲ្យពុទ្ធបរិស័ទធ្វើដំណើរច្រើនក៏ប៉ុន្តែយើងមិនតាន់ដឹងថាកូនក្រុមណានៅខាងណានៅឡើយទេចាំចម្រើនពិភាក្សាជាមួយនឹងមេក្រុមទាំង6ហ្នឹងទៅគិតគ្នានឹងអញ្ចឹងនៅក្នុងសេចក្តីតទៅនេះក៏ខ្ញុំកណាសូមត្រេកអរអនុមោទនានៅការប្រឹងប្រែងសិក្សារៀនសូត្ររបស់ពុទ្ធបរិស័ទបានចេះចាំហើយអ្នកដែលអត់តាន់បានឆ្លើយអីហ្នឹងសង្កេតទៅហៅអត់ចំដោយសារគ្នាយើងច្រើនដូច្នេះចាំយើងព្យាយាមឆ្លើយឲ្យបានគ្រប់គ្នានៅក្នុងក្រុមរៀងខ្លួននឹងទន្ទិញឲ្យបានចាំទៅកុំឲ្យគេសួរថាយើងអ្នកណាគេណាគ្រូសាស្ត្របឋានសតិប្បដ្ឋានមានប៉ុន្មានយើងយ៉ាងហោចណាស់ក៏ចេះក៏ដឹងថាសតិប្បដ្ឋានមាន4កាយានុបស្សនាសតិប្បដ្ឋាន1វេទនានុបស្សនាសតិប្បដ្ឋាន1ចិត្តានុបស្សនាសតិប្បដ្ឋាន1ធម្មានុបស្សនាសតិប្បដ្ឋាន1គ្រាន់តែចាំប៉ុណ្្នឹងសិនហើយសេចក្តីប្រែអត្ថន័យអីហ្នឹងយើងនឹងបានសិក្សាតទៅទៀតណាបន្តិចហើយតើតដេកយល់សពក៏ឃើញបន្តិចណាហើយជាទីហូរមកនៃបុណ្យបានបុណ្យអត់អស់ប្រាក់ទេ
ទន្ទិញធัวសូត្រធัวនេះកុសលធัวហ្នឹងបុណ្យនឹងចម្រើនឡើងទាំងមិនអស់ប្រាក់យើងមើលទៀតបញ្ញកិរិយាវត្ថុហ្នឹងនៅក្នុងបៃដកអត្ថកថាលេខ24ទំព័រ196នៅក្នុងមិត្តសូត្រព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងថាមនាលភិក្ខុទាំងឡាយអ្នកទាំងឡាយគួរអនុគ្រោះពួកជនឯណាមួយវិញទៀតពួកជនឯណាដែលជាមិត្តអាមាត្យញាតិឬសាលោហិតក៏បីសម្គាល់នៅពាក្យដែលខ្លួនគួរស្ដាប់មនាលភិក្ខុទាំងឡាយអ្នកទាំងឡាយគួរញ៉ាំងជនទាំងនោះឲ្យសមាទានឲ្យសែបគប់ឲ្យស្ថិតក្នុងការចម្រើនសតិប្បដ្ឋាន4សតិប្បដ្ឋាន4ដូចម្ដេចខ្លះមនាលភិក្ខុទាំងឡាយភិក្ខុក្នុងសាសនានេះពិចារណាឃើញនៅកាយក្នុងកាយជាប្រក្រតីមានព្យាយាមជាគ្រឿងដុតកម្ដៅកិលេសជាអ្នកដឹងខ្លួនមានស្មារតីកម្ចាត់បង់នៅអវិជ្ជានិងទោមនស្សក្នុងលោកចេញបានពិចារណាឃើញនៅវេទនាក្នុងវេទនាទាំងឡាយនៅចិត្តក្នុងចិត្តនៅធัวក្នុងធัวទាំងឡាយជាប្រក្រតីមានព្យាយាមជាគ្រឿងដុតកម្ដៅកិលេសជាអ្នកដឹងខ្លួនមានស្មារតីកម្ចាត់បង់នៅអភិជ្ជានិងទោមនស្សក្នុងលោកចេញបានមនាលភិក្ខុទាំងឡាយអ្នកទាំងឡាយគួរអនុគ្រោះពួកជនឯណាមួយទៀតពួកជនឯណាដែលជាមិត្តអាមាត្យញាតិឬសាលោហិតក៏បីសម្គាល់នៅពាក្យដែលខ្លួនគួរស្ដាប់មនាលភិក្ខុទាំងឡាយអ្នកទាំងឡាយគួរញ៉ាំងជនទាំងនោះឲ្យសមាទានឲ្យសែបគប់ឲ្យស្ថិតនៅក្នុងការចម្រើនសតិប្បដ្ឋាន4នេះពិចារណាកាយក្នុងកាយវេទនាក្នុងវេទនាពិចារណានៅចិត្តក្នុងចិត្តនៅធัวក្នុងធัวទាំងឡាយជាប្រក្រតីហ្នឹងណាហ្នឹងបើពួកជនឯណាដែលជាមិត្តរបស់យើងឬក៏ថាបើយើងជាបរិជាទេជាអាមាត្យឬក៏ជាញាតិញាតិហ្នឹងញាតិខាងបិតាសាលោហិតហ្នឹងញាតិខាងមេត្តាដែលសម្គាល់នៅពាក្យយើងហ្នឹងថាគួរស្ដាប់ណាមនាលវិខោទាំងឡាយអ្នកទាំងឡាយចូលញ៉ាំងជនទាំងនោះឲ្យសមាទានឲ្យសែបគប់ឲ្យថិតនៅក្នុងការចម្រើនសតិប្បដ្ឋាន4ហ្នឹងដូច្នេះបើពួកជនហ្នឹងសម្គាល់នៅពាក្យយើងថាគួរជឿគួរស្ដាប់អីហ្នឹងយើងត្រូវឲ្យអ្នកទាំងអស់ហ្នឹងគឺសមាទានឲ្យសែបគប់ស្ថិតនៅក្នុងការចម្រើនសតិប្បដ្ឋាន4ហ្នឹងដូចយើងប្រមូលគ្នាមកសិក្សារៀនសូត្រហ្នឹងអ្នកដែលសិក្សារៀនសូត្រហ្នឹងគឺតែងសម្គាល់ពាក្យអ្នកបង្រៀនហ្នឹងថាគួរជឿគួរស្ដាប់ហ្នឹងណាគ្រូពេទ្យជាដើមអញ្ចឹងទៅណាដូច្នេះយើងត្រូវញ៉ាំងជនទាំងអស់ហ្នឹងឯងគឺឲ្យសមាទានឲ្យសែបគប់ឲ្យស្ថិតនៅក្នុងការចម្រើនសតិប្បដ្ឋាន4ទៀតនឹងយើងឲ្យលោកកតរៈសម្បត្តិឲ្យផ្លូវទៅកាន់ព្រះនិព្វានទៀតនេះឯងដែលជាអ្នកអនុគ្រោះដោយប្រយោជន៍នឹងឲ្យអ្នកដែលសម្គាល់នៅពាក្យយើងថាគួរជឿគួរស្ដាប់នឹងបានផ្លូវបានបដិបទាទៅកាន់ព្រះនិព្វានទៀតណានឹងគឺយើងបានចេះចាំត្រង់នឹងហើយយើងជាមេត្តាបិតាគេហ្នឹងក៏ត្រូវតែអប់រំទូនមានកូនឲ្យបានស្ដាប់នៅសតិប្បដ្ឋាន4ហ្នឹងរឿយទៅទៀតបណ្ណាហ្នឹងគឺកថាខាងដើមដែលខ្ញុំប្រកាសណានាំមកដើម្បីឲ្យពុទ្ធបរិស័ទយើងបានស្ដាប់ហើយបានជ្រះថ្លាថាអូអ្នកណាសម្គាល់ពាក្យយើងគួរស្ដាប់ហ្នឹងត្រូវយើងឲ្យអ្នកហ្នឹង
សមាទានឲ្យបានខ្សែគប់ឲ្យតាំងនៅក្នុងការចម្រើនសតិប្បដ្ឋាន4នេះគឺជាការឲ្យផ្លូវប្រព្រឹត្តទៅដើម្បីអមតៈមហានិព្វានណាអ្នកព្រានបដៅធរនឹងឈ្មោះថាឲ្យព្រះនិព្វានហ្នឹងទៀតដូច្នេះសេចក្តីតទៅគោរពអញ្ជើញពុទ្ធបរិស័ទយកសៀវភៅមកដាក់ចំកណ្ដាលទំព័រសរសេរណាស្ទើរមិញហ្នឹងយើងបានមេរៀនមួយចំណុចរួមហ្នឹងណាឥឡូវយើងដាក់ចំកណ្ដាលទំព័រសរសេរណាសតបដ្ឋានទី1ណាចំកណ្ដាលទំព័រហ្នឹងអក្សរក្រហមទេណាសតបដ្ឋានទី1ចូលបន្ទាត់ណាចូលបន្ទាត់ដាក់ផ្កាយមួយទៅណាផ្កាយមួយដើមបន្ទាត់សរសេរណាកាយានុបស្សនាសតបដ្ឋាននឹងកដាលទំព័រមិញដាក់សតបដ្ឋានទី1អញ្ចឹងណាហើយបានចុះបន្ទាត់មកដើមបន្ទាត់សរសេរដើមបន្ទាត់ហ្នឹងយើងត្រូវចូលឃ្លាបន្តិចហើយដាក់ផ្កាយមួយទៅដាក់កាយានុបស្សនាសតបដ្ឋានណាកាយានុបស្សនាសតបដ្ឋានបានចុះបន្ទាត់ដើមបន្ទាត់ទៀតសរសេរណាចម្រើនបើកមើលទៅក្នុងសភៅសតបដ្ឋានយើងទំព័រ13ហើយមើលមកនៅត្រង់កន្លែងឧទ្ទេសវិរៈហ្នឹងហើយមើលមកក្រោមមកហើយឲ្យគាត់សរសេររហូតដល់លេខ1នេះកន្លែងខាងក្រោមសតបដ្ឋានទាំង4គឺអ្វីខ្លះហើយបានពុទ្ធដីកាព្រះអង្គសរសេរថាមនាលភិក្ខុទាំងឡាយភិក្ខុក្នុងសាសនានេះពិចារណាឃើញនៅកាយក្នុងកាយហ្នឹងមកដល់លេខ1នេះមកអាហ្នឹងកន្លែងផ្កាយហើយយើងដាក់កាយានុបស្សនាសតិប្បដ្ឋានចុះបន្ទាត់ដើមបន្ទាត់សរសេរចម្រើនហៅតិចចាសាធុលោកគ្រូសូមគោរពអរគុណលោកគ្រូចាប់ពីមនាលភិក្ខុទាំងឡាយទៅលោកគ្រូបាទចាប់ពីមនាលភិក្ខុទាំងឡាយទៅហើយបន្តមកទៀតចាំធននេះហៅសតបដ្ឋានទី2ណាហាម្នាក់មួយទេគ្រប់4ហ្នឹងមកបាទធនីហើយមកចម្រើនធនីហិនហើយណាគេមួយក្រុមមួយទៀតភក្តីទៅណាហៅសរសេរទាំង4ហ្នឹងអូឈប់សតបដ្ឋានទី1សិនឲ្យចប់សិនចាំលោកគ្រូបញ្ជាក់ម្ដងទៀតមកអញ្ជើញហៅសិនចុះចាលោកគ្រូចឹងពុទ្ធបរិស័ទយើងបន្តទៀតចុះបន្ទាត់ចាប់ដើមបន្ទាត់មនាលភិក្ខុទាំងឡាយមនាលភិក្ខុទាំងឡាយមនាលភិក្ខុទាំងឡាយដកឃ្លាភិក្ខុក្នុងសាសនានេះភិក្ខុក្នុងសាសនានេះភិក្ខុក្នុងសាសនានេះដកឃ្លាពិចារណាឃើញពិចារណាឃើញសរសេរតាមហៅពិចារណាឃើញពិចារណាឃើញនៅកាយក្នុងកាយនៅដាក់ស្រៈអូនិងវនៅកាយក្នុងកាយ
នៅកាយក្នុងកាយជាប្រក្រតីជាប្រក្រតីបជើងរកជើងរតដាក់ស្រៈអីប្រក្រតីជាប្រក្រតីដកឃ្លាគ្រប់ឥរិយាបថទាំង4កន្លែងលេខ4យើងដកឃ្លាដើម្បីស្រួលមើលគ្រប់ឥរិយាបថឥរិយាបថអិស្រៈពេញតួរដាក់ស្រៈអេយោដាក់ស្រៈអាបនិងថបថឥរិយាបថទាំងដកឃ្លាបន្តិចលេខ4គ្រប់ឥរិយាបថទាំង4ដកឃ្លាមានព្យាយាមមានព្យាយាមពជើងយោដាក់ស្រៈអាយោដាក់ស្រៈអានិងមកព្យាយាមមានព្យាយាមដកឃ្លាជាគ្រឿងដុតកម្ដៅកិលេសជាគ្រឿងដុតកម្ដៅកមកជើងតដាក់ស្រៈអៅជើងដជើងតដូចគ្នាកិលេសកដាក់ស្រៈអេលដាក់ស្រៈអេនិងសកិលេសជាគ្រឿងដុតកម្ដៅកិលេសជាគ្រឿងដុតកម្ដៅកិលេសដកឃ្លាជាអ្នកដឹងខ្លួនជាអ្នកដឹងខ្លួនជាអ្នកដឹងខ្លួនដកឃ្លាមានស្មារតីមានស្មារតីសជើងមដាក់ស្រៈអាអក្សរតដាក់ស្រៈអីមានស្មារតីដកឃ្លាបើកវងក្រចកដកឃ្លាទៀតជាគ្រឿងកំណត់ជាគ្រឿងកំណត់ជាគ្រឿងកំណត់ដកឃ្លាបិទវងក្រចកមកវិញដកឃ្លាកំចាត់បងនៅអភិជ្ជាកំចាត់កមកជើងចដាក់ស្រៈអាតបន្តកំចាត់បងនៅដាក់ស្រៈអូនិងវអភិជ្ជាសរសេរអក្សរអផដាក់ស្រៈអេជជើងឈដាក់ស្រៈអាអភិជ្ជាកំចាត់បងនៅអភិជ្ជាកំចាត់បងនៅអភិជ្ជាដកឃ្លានិងទោមនស្ស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 ក្នុងលោកចេញមួយកន្លែងលេខ1ដកឃ្លានិងទោមនស្សក្នុងលោកចេញមួយក្នុងលោកចេញហើយដកឃ្លាលេខ1អញ្ចឹងទៅយើងស្រួលមើលកំចាត់បងនៅអភិជ្ជានិងទោមនស្សក្នុងលោកចេញមួយ
cha lục rú cài gia nụ pasana và nâng lục rú vẫn to tiết chia về tình nghĩa thế lục rú xong bậc chun ta lục rú với lục rú xa thử tiền cũng chặt bón được áp chế năng tô mà nó không lốp chánh mùi hay đọt lên thì thức hẳn hay bàn cho bàn tọt máu trào mùi bàn tọt khăn hay dừng cho bàn tọt trào mùi bàn tọt đã trong cái đàn tiết rồi sẽ có hóm á đãสตปทานទី2ណាសតបដ្ឋានទី2យើងចុះបន្ទាត់មកចោលមួយបន្ទាត់ទៅសរសេរចំកណ្ដាលទំព័រដាក់សតបដ្ឋានទី2ហើយចុះបន្ទាត់មកដើមបន្ទាត់ដាក់ផ្កាយមួយទៀតដាក់ផ្កាយមួយសរសេរវេទនានុបស្សនាសតបដ្ឋានវេទនានុបស្សនាសតបដ្ឋានវេទនានុបស្សនាសតបដ្ឋានហើយចូលបន្ទាត់ដើមបន្ទាត់សរសេរបាទធននេះហើយពីកន្លែងហ្នឹងមកដល់លេខ1ដែរកុំចាត់បងឲ្យបញ្ជានឹងតោមនោះចេញ1នឹងដែរបាទចាសាធុលោកគ្រូអញ្ចឹងយើងដាក់បានៀលពីខុទាំងឡាយដែរឬមួយក៏អត់ទេលោកគ្រូឬក៏យកតែពិចារណាទៅតែម្ដងបាទយកពីមនាលពីខុទាំងឡាយពីខុក្នុងសាសនានេះមកយកនឹងទាំងអស់មកណាហើយចាំពិចារណាណាចានេះខ្ញុំសូមអនុញ្ញាតទៀតអញ្ចឹងពុទ្ធបរិស័ទចុះបន្ទាត់មកដាក់ដើមបន្ទាត់សរសេរមនាលភិក្ខុទាំងឡាយមនាលភិក្ខុទាំងឡាយមនាលភិក្ខុទាំងឡាយដកឃ្លាបន្តិចភិក្ខុក្នុងសាសនានេះភិក្ខុក្នុងសាសនានេះភិក្ខុក្នុងសាសនានេះដកឃ្លាបន្តិចពិចារណាឃើញពិចារណាឃើញពិចារណាឃើញនៅវេទនាក្នុងវេទនាទាំងឡាយនៅវេទនាក្នុងវេទនាទាំងឡាយនៅវេទនាក្នុងវេទនាទាំងឡាយដកឃ្លាជាប្រក្រតីជាប្រក្រតីជាប្រក្រតីគ្រប់អរិយាបថទាំង4គ្រប់អរិយាបថទាំង4គ្រប់អរិយាបថទាំង4ដកឃ្លាមានព្យាយាមជាគ្រឿងមានព្យាយាមជាគ្រឿងមានព្យាយាមជាគ្រឿងដុតកម្ដៅកិលេសដុតកម្ដៅកិលេសដុតកម្ដៅកិលេសដកឃ្លាជាអ្នកដឹងខ្លួន
ជាអ្នកដឹងខ្លួនជាអ្នកដឹងខ្លួនដកឃ្លាមានស្មារតីមានស្មារតីមានស្មារតីដាក់ក្នុងរង្វង់ក្រចកជាគ្រឿងកំណត់ជាគ្រឿងកំណត់ជាគ្រឿងកំណត់ដកឃ្លាកំចាត់បង់នៅអភិជ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 ាដកឃ្លានឹងតោមនោះក្នុងលោកចេញមួយនឹងតោមនោះក្នុងលោកចេញមួយនឹងតោមនោះក្នុងលោកចេញមួយចាសាធុលោកគ្រូអញ្ចឹងចាប់វេទនានុបស្សនាស្តបដ្ឋានសូមគ្រប់ជូនលោកគ្រូវិញទៀតចាសាធុទៀតចេញមួយហើយដកឃ្លាបន្តិចទៅខណ្ឌណានឹងដូច្នេះយើងមើលសតបដ្ឋានទី1កាយានុបស្សនាស្តបដ្ឋានហើយយើងមើលបទនឹងចេញជាអ្នកកាលណាយើងចាំស្តបដ្ឋានទី1ហើយពិចារណាឃើញកាយក្នុងកាយបទខាងក្រោយដូចគ្នាទាំងអស់រហូតដល់ចេញមួយដូច្នោះមានន័យថាយើងទន្ទិញចាំមួយស្មើចាំទាំង4ឃើញយើងអាចទន្ទិញឆាប់ចាំហើយដល់ពេលស្តបដ្ឋានទី2វេទនានុបស្សនាស្តបដ្ឋានក៏ណាយើងយកប្រធានបទដែលព្រះអង្គត្រាស់ពីខាងលើមកមនាលភិក្ខុទាំងឡាយភិក្ខុក្នុងសាសនានេះពិចារណាឃើញនៅវេទនាក្នុងវេទនាហើយចាប់ផ្ដើមពីជាប្រកដីរហូតមកដល់កំចាត់បងអភិជានឹងតោមនោះចេញមួយបទដូចគ្នាទាំងអស់ដូច្នេះយើងទន្ទិញចាំតែកាយមួយយើងដូរត្រង់កាយនោះទៅវេទនាទៅចិត្តទៅធម៌គឺដូចគ្នាអស់ណានេះគឺឧបាយនៃការរៀនពុទ្ធបរិស័ទយើងរៀនចឹងទៅធ្វើឲ្យយើងចាំតែមួយយើងបានចាំទឹកឋានទាំង4ចេះមួយស្មើនឹងចេះ4ណាកន្លែងហ្នឹងឃើញចំណេញអត់ហ្នឹងដូច្នេះហើយម៉ោងយើងដល់ហើយប៉ុណ្ណឹងវាបានពីនឹងសិនចាំសប្តាហ៍ក្រោយយើងចូលស្តបដ្ឋានទី3ស្តបដ្ឋានទី4ពុទ្ធបរិស័ទចេះតែ2នេះស្តបដ្ឋានទី3ទី4ស្ទើរតែសរសេរខ្លួនឯងច្រឡងដាក់បានហើយស្រេចហ្នឹងអញ្ចឹងចម្រើនគោរពអញ្ជើញសិស្សានុសិស្សហ្នឹងបាន3រូបអានម្នាក់ម្ដងទៅរួចហើយប្រមូលមេរៀនបញ្ចប់ចុះទៀតណាសូមគោរពអរគុណចាសាធុលោកគ្រូសូមគោរពអរគុណលោកគ្រូនាងខ្ញុំក៏សូមឱកាសពីសំណាក់លោកគ្រូដើម្បីបានគ្រប់អញ្ជើញសិស្សានុសិស្សលោកបានអានឡើងវិញនៅអ្វីដែលកត់ចំនួន3រូបទី1នោះសូមគោរពអញ្ជើញចាបងស្រីទៀងសុភាពបងស្រីទៀងសុភាពបងស្រីទៀងសុភាពអត់ទេសូមគោរពអញ្ជើញបងស្រីស៊ុំហៀងចាសាធុអ្នកគ្រូចាខ្ញុំសូមគោរពថ្វាយបង្គំលោកគ្រូសូមគោរពអ្នកគ្រូទាំងអស់ហើយសូមឱកាសដើម្បីបានឆ្លើយនៅមេរៀនដូចតទៅទៀតសតបដ្ឋានទី1កាយានុបស្សនាសតបដ្ឋានមនាលភិក្ខុទាំងឡាយភិក្ខុក្នុងសាសនានេះពិចារណាឃើញនៅកាយក្នុងកាយជាប្រកដីគ្រប់អេរិយាបថទាំង4មានព្យាយាមជាគ្រឿងដុតកម្ដៅកិលេសជាអ្នកដឹងខ្លួនមានស្មារតីជាគ្រឿងកំណត់
កំចាត់បងនៅអភិជានឹងតោមនោះក្នុងលោកចេញមួយសតបដ្ឋានទី2វេទនានុបស្សនាសតបដ្ឋានមនាលភិក្ខុទាំងឡាយភិក្ខុក្នុងសាសនានេះពិចារណាឃើញនៅវេទនាក្នុងវេទនាទាំងឡាយជាប្រកដីគ្រប់អេរិយាបថទាំង4មានព្យាយាមជាគ្រឿងដុតកម្ដៅកិលេសជាអ្នកដឹងខ្លួនមានស្មារតីជាគ្រឿងកំណត់កំចាត់បងនៅអភិជានឹងទោមនស្សក្នុងលោកទាំងមួយចាសូមអនុមោទនា ចាសាធុបងស្រីសូមគោរពអរគុណសូមអនុមោទនាដោយសេចក្តីជ្រះថ្លាជាបន្តសូមគោរពអញ្ជើញបងសំវិចិត្រសូមគោរពអញ្ជើញបងសំវិចិត្រ បាទសាធុទានសម្បត្តិសំកាសពីលោកគ្រូបានអាននៅមេរៀនសតបដ្ឋានទី2មនាភិក្ខុទាំងឡាយសតបដ្ឋានទីផ្សងក៏ទៅទៀតសតបដ្ឋានទី2វេទនានុបស្សនាសតបដ្ឋានមនាភិក្ខុទាំងឡាយភិក្ខុក្នុងសាសនានេះពិចារណាឃើញនៅវេទនាក្នុងវេទនាទាំងឡាយជាប្រកដីគ្រប់អេរិយាបថគ្រប់អេរិយាបថគ្រប់អេរិយាបថទាំង4មានព្យាយាមជាគ្រឿងដុតកម្ដៅកិលេសជាអ្នកដឹងខ្លួនមានស្មារតីជាគ្រឿងកំណត់កំចាត់បងនៅអភិជានិងទោមនស្សក្នុងលោកនេះចេញក្នុងលោកនេះចេញមួយសូមកម្មាទិធិសូមអនុមោទនា បងបានកត់ទេបងចាបងសំវិចិត្រចូលមកវិញអំបញ្ញមិញបងបានកត់ទេបងចាបងសំវិចិត្រអំបញ្ញមិញបងបានកត់មេរៀនទេបងបានកត់ណាគ្រូបានកត់પણក៏អត់ទាន់មិនកត់អត់ទាន់ សតបដ្ឋានទី1បងបានកត់ឬទេបានកត់នេះខ្ញុំអានតាមសតបដ្ឋានទី1ទី2ខ្ញុំអត់ទាន់ខ្ញុំមកលោកខ្ញុំចាំមើលចាំថតតាមខ្ញុំថតទុកចាំកត់តាមក្រោយអំបញ្ញមិញទីពោលសតបដ្ឋានទី2អត់ពោលសតបដ្ឋានទី1ហ៎បងមិញខ្ញុំពោលទី2ចាបងខ្ញុំសង្ឃឹមថាលើក្រោយណាបងណាចុះពោលពីទី1ទៅណាគ្រូយកស្មារតីតាប់ទី1ពោលឲ្យពោលទី2មិញសូមកម្មាទោសទៀតអញ្ចឹងសូមម្ដងទៀតបានទេបងអត់ទេបាទចាំលើក្រោយចុះបងចាំលើក្រោយចុះណាបងណាចាហៅគឺហៅអ្វីដែលកត់បានទាំងអស់ថ្ងៃនេះចាសូមគោរពអរគុណច្រើនណាបងណាចាសូមគោរពមួយរូបចុងក្រោយចាសូមឲ្យរលូនបន្តិចមកណាទៀតណាសូមគោរពអញ្ជើញបងស៊ីឋានចាបងស៊ីឋាននៅខាងសភាធររំលងសូមគោរពអញ្ជើញបងចាសាធុសូមគោរពអរគុណខ្ញុំសូមឱកាសដើម្បីបានអាននៅមេរៀនសតបដ្ឋានទី1កាយានុបស្សនាសតបដ្ឋានមនាភិក្ខុទាំងឡាយភិក្ខុក្នុងសាសនានេះពិចារណាឃើញនៅកាយក្នុងកាយជាប្រកដីគ្រប់អេរិយាបថទាំង4មានព្យាយាមជាគ្រឿងដុតកម្ដៅកិលេសជាអ្នកដឹងខ្លួនមានស្មារតីជាគ្រឿងកំណត់កំចាត់បងនៅអភិជានិងទោមនស្សក្នុងលោកចេញមួយសតបដ្ឋានទី2វេទនានុបស្សនាសតបដ្ឋានមនាភិក្ខុទាំងឡាយភិក្ខុក្នុងសាសនានេះពិចារណាឃើញនៅវេទនាក្នុងវេទនាទាំងឡាយជាប្រកដីគ្រប់អេរិយាបថទាំង4មានព្យាយាមជាគ្រឿងដុតកម្ដៅកិលេសជាអ្នកដឹងខ្លួនមានស្មារតីជាគ្រឿងកំណត់កំចាត់បងនៅអភិជានិងទោមនស្សក្នុងលោកចេញមួយសូមអនុមោទនាសូមគោរពអរគុណចាសាធុបងស្រីសូមគោរពអរគុណសូមអនុមោទនាដល់សេចក្តីជ្រះថ្លានៃការចូលរួមរតនារបស់បងណាទីណាការរតនានេះមិនមែនឥតផលទេផលគឺក្រៃលែងណាស់ពុទ្ធបរិស័ទទាំងអស់គ្នាចាអញ្ចឹងនាងខ្ញុំក៏សូមឱកាសដើម្បីបានសរុបការសិក្សានៅក្នុងថ្ងៃនេះដំបូងនោះលោកគ្រូបានលើកនៅក្នុងបេដកអត្ថកថាលេខ24ទំព័រ196មិត្តសូត្រទី8ព្រះអង្គទ្រង់ត្រាស់សម្ដែងណាទៀតមនាលភិក្ខុទាំងឡាយអ្នកទាំងឡាយគួរអនុគ្រោះពួកជនឯណាមួយវិញទៀតគ
ពួកជនឯណាដែលជាមិត្តអាមាត្យញាតិឬសាលោហិតគប្បីសម្គាល់នៅពាក្យដែលខ្លួនគួរស្ដាប់មនាលភិក្ខុទាំងឡាយអ្នកទាំងឡាយគួរញ៉ាំងជនទាំងនោះឲ្យសមាទានឲ្យសែបគប់ឲ្យស្ថិតនៅក្នុងការចម្រើនសតិប្បដ្ឋាន4សតិប្បដ្ឋាន4ដូចម្ដេចខ្លះមនាលភិក្ខុទាំងឡាយភិក្ខុក្នុងសាសនានេះពិចារណាឃើញនៅកាយក្នុងកាយជាប្រក្រតីមានព្យាយាមជាគ្រឿងដុតកម្ដៅកិលេសជាអ្នកដឹងខ្លួនមានស្មារតីកំចាត់បងនៅអបិជ្ជានិងទោមនស្សក្នុងលោកចេញបានពិចារណាឃើញនៅវេទនាក្នុងវេទនាទាំងឡាយនៅចិត្តក្នុងចិត្តនៅធម៌ក្នុងធម៌ទាំងឡាយជាប្រក្រតីមានព្យាយាមជាគ្រឿងដុតកម្ដៅកិលេសជាអ្នកដឹងខ្លួនមានស្មារតីកំចាត់បងនៅអបិជ្ជានិងទោមនស្សក្នុងលោកចេញបានមនាលភិក្ខុទាំងឡាយអ្នកទាំងឡាយគួរអនុគ្រោះពួកជនឯណាមួយវិញទៀតពួកជនឯណាដែលជាមិត្តអាមាត្យញាតិឬសាលោហិតគប្បីសម្គាល់នៅពាក្យដែលខ្លួនគួរស្ដាប់មនាលភិក្ខុទាំងឡាយអ្នកទាំងឡាយគួរញ៉ាំងជនទាំងនោះឲ្យសមាទានឲ្យសែបគប់នៅឲ្យស្ថិតនៅក្នុងការចម្រើនសតិប្បដ្ឋាន4នេះចាអញ្ចឹងនេះគឺលោកគ្រូអរតនាមកនៅដើមកថាដំបូងណាទៀតណាមានន័យថាការដែលឲ្យផ្លូវទៅកាន់អមតមហានិព្វានដល់ញាតិសាលោហិតអាមាត្យទាំងឡាយនោះឯងគួរតែញ៉ាំងឲ្យញាតិមិត្តសាលោហិតទាំងឡាយនេះលោកបានស្ថិតនៅក្នុងការចម្រើននៅសតិប្បដ្ឋានទាំង4នេះរួចហើយលោកគ្រូក៏បានរំជើញពុទ្ធបរិស័ទបានកត់នៅសតិប្បដ្ឋានទី1អំពីកាយានុបស្សនាសតិប្បដ្ឋាននិងសតិប្បដ្ឋានទី2អំពីវេទនានុបស្សនាសតិប្បដ្ឋានផងដែរចាមានប្រមាណជាប៉ុណ្ណេះឯងសម្រាប់ការសិក្សានៅក្នុងថ្ងៃនេះពុទ្ធបរិស័ទដែលកត់អត់ទាន់អាចចូលទៅកត់ទៅតាមក្រុមរៀងខ្លួនបានលោកគ្រូអ្នកគ្រូលោកនឹងរៀបចំជូនទៅតាមក្រុមហើយណាទៀតណាចាអញ្ចឹងនេះខ្ញុំតំណាងឲ្យកូនសិស្សទាំងអស់គ្នាក៏សូមអវាទលោកគ្រូនៅម៉ោងបញ្ចប់នេះក៏ដូចជានៅចុងសប្តាហ៍នេះផងដែរលោកគ្រូសូមលោកគ្រូជួយផ្ដល់អវាទដល់យើងខ្ញុំទាំងអស់គ្នាប្រហែលជា3នាទីលោកគ្រូសូមគោរពអញ្ជើញលោកគ្រូសាធុទេសូមត្រេកអរជ្រះថ្លានិងពុទ្ធបរិស័ទយើងទាំងអស់ក៏ដូចជាលោកគ្រូអ្នកគ្រូប្រតិបត្តិដូច្នេះគឺនៅថ្ងៃសប្តាហ៍ក្រោយយើងជួបជុំគ្នានឹងបានសូត្រដោយមិនមើលមេរៀនហើយបើសិនជាសូត្រអត់ចាំអ្នកដែលទទួលពីន័យគឺលោកគ្រូអ្នកគ្រូទាំង3រូបនឹងឯងអ្នកទទួលពីន័យជំនួសយើងនឹងបើយើងអត់ចាំនឹងអត់ចាំលើកទី1តែបើសិនជាអត់ចាំលើកទី2ទៀតគឺមួយក្រុមទទួលពីន័យទាំងអស់គ្នាក៏មកថាម្នាក់ហ្នឹងលើកទី1អត់ចាំអញ្ចឹងអ្នកទទួលពីន័យគឺគ្រូទាំង3នាក់ហ្នឹងគ្រូទី1ទី2ទី3ហ្នឹងលើកទី1ម្នាក់ដដែលលើកទៀតអត់ចាំណាអត់ចាំទាំងពីរហ្នឹងសតិប្បដ្ឋានទី1សតិប្បដ្ឋានទី2ហ្នឹងគឺមួយក្រុមទទួលពីន័យទាំងអស់គ្នាទាំងគ្រូទាំងសិស្សណាចឹងទេណាបាទដូច្នេះហើយប្រឹងប្រែងធ្វើម្ដេចឲ្យចាំទាំងអស់គ្នាបាទអញ្ចឹងស្ដាប់បានហើយណាទេណានឹងដូច្នេះសូមឲ្យពុទ្ធបរិស័ទយើងទាំងអស់បានដល់នៅសេចក្តីចម្រើនទាំងអស់គ្នាទៀតណាសូមគោរពអរគុណជូនកម្មវិធីទៅបងចម្រើនដើម្បីបានបញ្ចប់ចុះទៀតណាសូមគោរពអរគុណទៀតបាទចាសាធុលោកគ្រូសូមគោរពអរគុណសម្រាប់អាវាទរបស់លោកគ្រូនៅចុងម៉ោងណាទៀតណាអញ្ចឹងសិស្សានុសិស្សទាំងអស់គ្នានិស្សិតទាំងអស់គ្នាបានស្ដាប់ហើយណាទៀតណាតែកាលណាអត់ចេះទេគឺអ្នកទទួលពិន័យមុនគេបំផុតហ្នឹងគឺគ្រូនឹងឯងគ្រូប្រតិបត្តិដែលជួយហ្នឹងណាទៀតណាចាអត់ចេះគ្រូប្រតិបត្តិបន្តមកទៀតមួយក្រុមតែម្ដងណាទៀតណាដូច្នេះហើយគួរតែខិតខំប្រឹងប្រែងទាំងអស់គ្នាពុទ្ធបរិស័ទណាទៀតណាកុំទុកចោលប្រឹងប្រែងតន្តែងទៅអត់ពិបាកទេចាំមួយចាំទាំងអស់ហើយណាទៀតណាចាសូមគ្រប់អរគុណច្រើនចឹងពេលវេលាក៏ឃើញថាដល់ហើយដែរនាងខ្ញុំតំណាងឲ្យកូនសិស្សទាំងអស់គ្នាក៏សូមខមាទោសចំពោះលោកគ្រូប្រសិនបើយើងខ្ញុំទាំងអស់គ្នាមានការខុសឆ្គងត្រង់ចំណែកណាមួយចាសូមលោកគ្រូអត់នៅទោសនោះដល់យើងខ្ញុំទាំងអស់គ្នាផងលោកគ្រូ
ណាសាធុទាំងសូមឲ្យបាននៅសេចក្តីចម្រើនទាំងអស់គ្នាឲ្យខ្ញុំកណាសូមគោរពលាទាំងណាបាទ ចាសាធុលោកគ្រូសូមគោរពអរគុណលោកគ្រូសូមគោរពជើញលោកគ្រូសម្រាប់ចុះយើងខ្ញុំទាំងអស់គ្នានឹងបានធ្វើកិច្ចខមាទោសចំពោះព្រះរតនត្រ័យ